ជាការជឿចាប់របស់ប្រជាជនខ្មែរគ្រប់រូបព្រមទាំងវិញ្ញាណដូនតាដួងប្រាំងសាលាត្រូវបានកំទេចដោយការឈ្លានពានសង្គ្រាមខ្មែរស៊ីវិញ្ញាណគឺបានសបញ្ជាក់ឲ្យយើងឃើញថាគ្មានជាតិសាសនាចង់ឲ្យខ្មែរយើងថ្កើងដូច្នេះសង្គមខ្មែរយើងក្រោកឡើងជាដំណងខ្ញុំសូមមកក្បាលគោរពជង្គង់ខ្ញុំលុតគោរពវិញ្ញាណក្ខន្ធដល់កម្លាំងយោធាការពារដីខ្មែរពលីព្រោះតែទល់ជាមួយខ្មាំងសូមគោរពដល់ទាហានជួមមុខទូគេសិនធំយ៉ាងណាក៏តតាំងចម្បាំងការពារនៅគេដំណើរបុព្វបុរសខ្មែរដ៏គួរចងចាំ23នាក់ធ្លាក់ចូលអន្ទាក់លូកដៃមកចាប់តែវាជាធ្នាក់ពូជខ្មែរអ្នកជាចង់រាប់អានគ្នាក៏ប៉ុន្តែពួកមីមិនចិត្តជាយើងខ្មែរចង់បានតែសន្តិភាពវាចាប់បងប្អូនយើងជាគំនាបពូចោលតមកប្រឹងដាក់សម្ពាធបលាលួសរីបាយវាខំប្រឹងវាចង់បាននៃទៀតដំណឹងស្ងប់ស្ងាត់អ្នកទាំង18ចៅកិច្ចវេះគេមិនលើកមកនិយាយចាប់ទាំងមនុស្សលុយទាំងទឹកដីតាមបេះដូងអ្នកសាងពីស្អីយើងខំស្ងាត់យើងរកដំណោះស្រាយយើងតស៊ូមិនអាចទន់ជ្រាយឡើយយើងខំមាត់យើងសង្កត់ចិត្តហើយពេលណាបានស្បើគេនៅតែចូលហើយពួកគេនៅតែចាប់ពីសម្ដីគេគ្រប់ម៉ាត់គឺគេចង់តែសម្លាប់យើងមានគំនិតប្រឹងរក្សាសន្តិភាពតែពួកវានៅតែគៀបឲ្យសម្ពាធស្ទើរតែស្លាប់យើងរកគ្នាកាន់ឲ្យបានបំបញ្ជាព្រោះពេលនេះជាវេលាដែលពួកយើងត្រូវតែស្ដាប់ពឹងពេលលេច្បាប់ទូគេក្រឡាប់វានឹងមិនចប់យូរីឆាប់សមរភូមិជួក្រោយពួកយើងបានត្រៀមហើយយើងមិនបណ្ដោយឲ្យអ្នកឯកាឡើយវិរៈជនជួមកកាន់កំភ្លើងតតាំងប្រជាជនខាងក្រៅវិគស្មារងចាំដល់ចំនួនជួយដល់គ្រួសារជួយភាសាជួយសពកិច្ចការជួយទំនុកបំរុងនៅស្បៀងអាហារពួកយើងរួមគ្នាជាមហាគ្រួសារខ្មែរជាកោះយើងមកបាច់ទូកិច្ចកាច់ក៏មិនបាក់ខ្មែរនៅតែខ្លាំងដូចវិញ្ញាណអមតៈដោយពីសច្ចៈយើងយកឈ្នះអសុរៈយើងបន្តពុយពងដោយមហាភារតៈពួកយើងសស្រាក់យើងសស្រាមសង្គ្រាមលើកនេះគឺពួកយើងត្រូវតែចាំផ្ដាំកូនចៅនេះឲ្យសណ្ដានខ្មាំងទោះជីវិតខ្លាំងត្រូវតែងើបតតាំងជីវិតជនជាតិធាតុជនម្ដាយស្ដាប់បញ្យងនេះដាក់កម្លាំងចិត្តកាយបូជាជនជាតិដែលមិនស្ដាយរូបកាយជីវិតយើងអាចស្លាប់ជាតិយើងមិនអាចឡើយស៊ូស្លាប់មិនដកថយពលិនខ្មែរក្រោកហើយស្មារតីរួមរងពួកយើងក៏ការតស៊ូការពារទឹកដីកំណើត24កក្កដាកូនខ្មែរអើយចូលចាំជាក់ថាគ្មានជាតិសាសនាស្មោះត្រង់នឹងយើងគេចាំតែឱកាសគេមកកោះរំលើពួកយើងស្មោះត្រង់ចង់រក្សាគេដំណើររឿងទី1ត្រូវស្មោះត្រង់នឹងខ្មែររឿងដែលក៏កើតត្រូវចាត់ទុកជាចំណងត្រូវដោះស្រាយវាឲ្យអស់មួយចំនួនក្រោយ24កក្កដាកូនខ្មែរអើយចូលចាំជាក់ថាគ្មានជាតិសាសនាស្មោះត្រង់នឹងយើងគេចាំតែឱកាសគេមកកោះរំលើពួកយើងស្មោះត្រង់ចង់រក្សាគេដំណើររឿងទី1ត្រូវស្មោះត្រង់នឹងខ្មែររឿងដែលក៏កើតត្រូវចាត់ទុកជាចំណងត្រូវដោះស្រាយវាឲ្យអស់មួយចំនួនក្រោយ